តុក្កតាពីរនេះមួយស្នាដៃអេវិនមួយទៀតស្នាដៃពុណាហើយតម្រាំតបានតុក្កតាពីរនោះបងប្អូនគឺចំណាយពេលរយៈពេល4ម៉ោងបងប្អូនអើយថាកូនពៅខ្ញុំឡើងចុកដៃនេះដែរខ្ញុំនាំកូនពៅមកលេងនៅជីបមុនរមកបងប្អូនឡើងលេងហ្គេមថ្មីគេហ្នឹងបងចាដែលថាថ្ងៃហ្នឹងថ្ងៃជប់សម្រាប់គាត់បងប្អូននោះក៏ឡើងមកដល់លើនេះភ្លាមក៏ឃ្លានក៏ទាញ៉ាំអីសិនថាម៉ាម៉ាឲ្យញ៉ាំអីសិនចាំតែលេងហ្គេមជាមួយកូនពៅគឺគិតរឿងញ៉ាំអីមុនសិនហើយចាឆ្អែតសិនមកបានមកលេងហ្គេមនេះញ៉ាំនៅកន្លែងហាងហ្នឹងបងប្អូនឡើងពីជាន់ទី1មកគឺនៅស្ដាំដៃហ្មងហាងហ្នឹងចាកន្លែងចុងភៅគេធ្វើនៅមុខយើងនឹងកន្លែងកញ្ចក់ហ្នឹងមកយើងឃើញផ្ទាល់ភ្នែកហ្មងបងប្អូនថ្ងៃនេះគឺជុំគ្នា4នាក់ហ្មងទាំងថាវិជាក៏ឲ្យថតទៅបងប្អូនចាអញ្ចឹងថតតែ3នាក់ទេចានេះគឺមានសបកពពាញ៉ាំជាមួយនឹងសាច់ជ្រូកឆាហ្នឹងណាឆ្ងាញ់បងប្អូនចាកូនពៅខ្ញុំចូលចិត្តញ៉ាំណាគេចេះមូគេចេះអីខ្លួនឯងណានេះហ្នឹងបងប្អូនរសជាតិឆ្ងាញ់ចាកូនពៅខ្ញុំសើលើកមេដៃឲ្យលឹតមកលឹកកថាឆ្ងាញ់ខ្ញុំម៉ាម៉ាគ្រាន់តែថែមសបកពពាឡើង2ដងបងប្អូនញ៉ាំជាមួយសាច់ជ្រូកហ្នឹងគាត់ដាក់ម៉ាម៉ាពឹបគឺលើកដៃអូខេឲ្យមេដៃហ្មងឆ្ងាញ់នេះមកជុំគូសាជប់លៀងចាថ្ងៃទី1ខែពិសេសរបស់អ៊ីធីដាអញ្ចឹងប្រម៉ូសិននៅក្នុងហាងធីដាសាឡននៅក្នុងខែ5មួយខែពេញនេះបងប្អូនធ្វើចាប់ពី3សេវាកម្មឡើងលើទៅខ្ញុំ discount ចំនួន 5% បងប្អូនមកកក់សក់ខ្ញុំ free បិទម៉ាស់ស្លឹកមុខហ្មងបងប្អូនណាលាងមុខឲ្យបិទម៉ាស់ឲ្យចាបងប្អូនធ្វើដោះគោស្ងួត VIP គោកំមុំ premium ចេញមកវិញគឺខ្ញុំ free កក់សក់បិទម៉ាស់ស្លឹកមុខជូនទៀតសម្រាប់មួយខែ5នឹងពេញតែម្អងមាននៅក្នុងភ្នំពេញនៅកំពង់សោមគឺខ្ញុំបើក24ម៉ោងពីញ៉ាំអីហើយឆ្អែតនឹងចាប់ដើមមានកម្លាំងបងប្អូនគឺថាយើងឡើងទៅជាន់ទី4ដើម្បីទៅលេងហ្គេមកូនពៅខ្ញុំគាត់បានឡើងទៅឃើញកន្លែងលេងហ្គេមស្អីរំស្អីអបងប្អូនអូចំហមាត់អស់ហើយឃើញទូហ្គេមចុះអឡើងតែលើមើលទឹកមុខកូនពៅវិញចាបងប្អូនក៏ឃើញទឹកមុខក៏ដឹងដែរថាថ្ងៃនេះអូយមនុស្សច្រើនមែនតើមកក៏ឈរចាំរងចាំទិញកាក់នោះបងប្អូនឡើងចង់1ម៉ោងនេះចាប់ផ្ដើមមកចាម្នាក់មកកញ្ចែចែកជើងគ្នាដើម្បីលេងហ្គេមបងប្អូនចាបើកូនពៅខ្ញុំបងប្អូនអូយគេលាស់នេះលើកទី1របស់កូនពៅតែកូនពៅឈ្នះច្រើនណាបងប្អូនណាចេញគេហៅ take kit ហ្នឹងច្រើនមែនទែនក៏គេដួសថៃណាបងប្អូនគេបកាយកវីដួសបើខ្ញុំចូលអត់ឈ្នះកូនពៅបើកូនពៅដួសបានហ្មងឲ្យបងប្អូនមើលបែកញើសពេញហ្នឹងអត់ឈប់ណាចាតស៊ូទៀតដើម្បីយកតុក្កតាកូនប្រុសខ្ញុំវិជាបងប្អូននេះក៏ខំប្រឹងដែរចាបាន take kit ច្រើនដែរពុនដាក់ខ្ញុំដាក់បាប់ទៅមកវាបានតុក្កតាមួយទៅគេទៅចាប់តុក្កតាយកមកឲ្យវីណាឡើង surprise ហ្មងណាយ៉ាកូនពៅសบายចិត្តដល់កបងប្អូននិយាយថាប្រម៉ូទិគិតនេះម៉ែនឹងរៀបអត់ទាន់ទេបងប្អូនចាពីអ្នកបបវិជាហោពីអ្នកប៉ាហងអាវិនដឹងតែគាត់អ្នកដួសត្រីឯងហើយខ្ញុំនេះចាំរៀបច្រើននេះបងប្អូនសិតតែស្នាដៃកូនពៅសុទ្ធតែម្ដងចាហើយខ្ញុំពីអ្នកប៉ាអ្នកដាក់កាក់កូនពៅអ្នកដួសត្រីចុះបញ្ចប់មកគឺយើងបានទទួលតុក្កតាចាបន្លែបុកមួយយល់ថាអូយកូនពៅខ្ញុំអខ្លាំងណាស់ហើយឡើងខ្ជូតណាបងប្អូនមិនចាំដល់ពេលនេះគឺថា unboxing ភ្លាមនៅនឹងតែម្ដងចាសរុបមកគឺយើងបានតុក្កតាពីរនេះរយៈពេល4ម៉ោងលេងហ្គេមហើយគឺជន់ចុះមកវិញបងប្អូននេះគេអត់តទៅហើយគេដើរសុំទិញប្រដាប់តុក្កតាស្អីគេហៅហ្នឹងប្រដាប់ចាក់រូបតុក្កតារូបផ្កាអីគេថាចង់បានហ្នឹង